ចមែនឡើយប្រងប្រយ័ត្ន1 2 3 លោកអឿនយៈដែលគេស្គាល់គាត់ថាជាវីរបុរសដោះមីនអាគីរ៉ាកើតនៅឆ្នាំ 1970 ក្នុងភូមិជនបទមួយនៅកម្ពុជានៅវ័យកុមារជីវិតគាត់គួរតែដោយកុមារធម្មតាទៅសាលារៀនអក្សរនិងលេងជាមួយមិត្តភ័ក្តិប៉ុន្តែជីវិតនោះមិនបានកើតឡើងឡើយនៅពេលដែលរបបកម្ពុជាប្រជាធិបតេយ្យឡើងកាន់អំណាចប្រទេសត្រូវបានផ្លាស់ប្ដូរយ៉ាងខ្លាំងសាលារៀនត្រូវបានបិទទ្វារកុមារច្រើនត្រូវបង្ខំចិត្តឲ្យធ្វើការងារដ៏លំបាកនិងបាត់បង់ឱកាសសិក្សាបាទខ្ញុំឈ្មោះអាគីរ៉ាខ្ញុំបានស្ម័គ្រចិត្តជួយដោះមីនតាំងពីឆ្នាំ 1990 មកដល់ឥឡូវមិនទាន់ឈប់ទេនៅតែធ្វើឲ្យមានសុវត្ថិភាពប្រើប្រាស់ដីដល់ប្រជាពលរដ្ឋបាទផ្ទៃដីដែលខ្ញុំរាវចាប់ពី 2008 មកដល់ឥឡូវបាន 800 ហិកតា តែចាប់ពីឆ្នាំ 1990 មកដល់ 2008 ខ្ញុំកាលនោះខ្ញុំស្ម័គ្រចិត្តគឺអត់មានកត់លបាយកាយត្រឹមត្រូវគឺធ្វើនៅពេលដែលទំនេរមួយអាទិត្យខ្ញុំចេញធ្វើ 3-4 ថ្ងៃរាវមានស្ម័គ្រចិត្តសរុបតាំងក្របតូចក្របធំមានទាំងអស់បាទ 50000 គ្រាប់ខ្ញុំដោះបាន30 ឆ្នាំស្មើជួយមានមួយជីវិតមួយលោកអាគីរ៉ានៅអាយុត្រឹមតែប្រហែល 5 ឆ្នាំត្រូវបានយកចេញពីគ្រួសារហើយបង្ខំឲ្យចូលជាកុមារយុទ្ធជនជំនួសឱកាសកាន់ប៊ិចសៀវភៅនិងក្តារខៀនគាត់ត្រូវរៀនពីអាវុធនិងមីនទៅវិញចេះដឹងពីកងទ័ពវៀតណាមកងទ័ពខ្មែរកងទ័ពខ្មែរក្រហមខ្ញុំឃើញផ្ទាល់គេធ្វើម៉េចខ្ញុំធ្វើតាមគេបង្គាប់បង្រៀនជាក់ស្ដែងបាទក្នុងព្រៃគេដាក់មីនយ៉ាងម៉េចយើងជួយដាក់គេស្ពាយមីនរែកមីនឲ្យគេហើយបន្ទាប់មករៀនរាវមីនពីអ៊ុនតាក់ឆ្នាំ 1993 ដែររៀនប្រើប្រាស់ម៉ាស៊ីនបន្ទាប់មកយើងរៀនឆ្នាំ 2000 ណារៀននៅប្រទេសអង់គ្លេស level 1 2 3ខ្ញុំបាន level 3ផ្នែកខាងគ្រឿងទុំរួចហើយរៀនពីអង្គការពួកអាល្លឺម៉ង់គេមករៀនបាន level 3 បូកបាទអ្វីដែលគាត់រៀនគឺជាការរស់រានមានជីវិតក្នុងសង្គ្រាមរបៀបដាក់មីនរបៀបដោះមីននិងការប្រយុទ្ធកុមារភាពរបស់គាត់មិនមែនជាពេលវេលានៃការរត់លេងសប្បាយនោះទេប៉ុន្តែជាពេលវេលានៃការរស់នៅក្នុងភាពភ័យខ្លាចនិងភាពមិនប្រាកដប្រជាបន្ទាប់ពីការផ្លាស់ប្ដូររបបកាន់អំណាចលោកអាគីរ៉ាបានបន្តធ្វើជាជាងយោធានៅពេលនោះគាត់បានចាប់ផ្ដើមយល់ពីគ្រោះថ្នាក់នៃមីនដែលគាត់ធ្លាប់ដាក់ក្រោយមកគាត់ក៏បានសម្រេចចិត្តប្រែក្លាយជីវិតរបស់គាត់ដោយចាប់ផ្ដើមដោះមីនដើម្បីជួយសង្គ្រោះជីវិតអ្នកដទៃនៅឆ្នាំ 1997 គាត់បានបង្កើតសារមន្ទីរមីនកម្ពុជាដែលស្ថិតនៅខេត្តសៀមរាបទីនេះមិនត្រឹមតែបង្ហាញអំពីមីននោះទេប៉ុន្តែថែមទាំងជាកន្លែងអប់រំនិងជួយកុមារដែលរងផលប៉ះពាល់ពីមីនផងដែរលោកអាគីរ៉ាបានដោះមីនជាង 100,000 គ្រាប់រួចមកហើយដែលគាត់ប្រើតែឧបករណ៍សាមញ្ញៗនិងហ៊ានប្រថុយជីវិតទៀតផង
គាត់បានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់និងបានកាត់បន្ថយគ្រោះថ្នាក់នៅតាមភូមិជាច្រើនដែលបណ្ដាលមកពីគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះកាលពីសម័យសង្គ្រាមដោយសារការលះបង់របស់គាត់នេះហើយទើបមានការទទួលស្គាល់ពីអង្គការអន្តរជាតិជាច្រើនហើយគាត់ត្រូវបានគេគោរពថាជាវីរបុរសនៃមនុស្សធម៌និងទទួលបានការប្រសិទ្ធនាមថាជាវីរបុរសដ៏មានពីសារព័ត៌មានដ៏ល្បីលើពិភពលោកគឺ CNN ផងដែររឿងរបស់លោកអាគីរ៉ាបានបង្ហាញថាមនុស្សម្នាក់អាចផ្លាស់ប្ដូរពិភពលោកបានបើទោះបីជាមកពីអតីតកាលដ៏លំបាកក៏ដោយសារមន្ទីរមានកម្ពុជាគឺជាសញ្ញាមួយនៃសេចក្តីសង្ឃឹមសន្តិភាពនិងការចាប់ផ្ដើមជាថ្មីសម្រាប់មនុស្សជំនាន់ក្រោយ។